font នេះបាទ font នេះ I O នេះ I O នេះបងប្អូន font នេះខ្ញុំឆ្លាញ់ font ហ្នឹងបន្ទាប់មកទៀតគឺនៅក្នុង property នឹងដែរគឺយើងមានកន្លែង Array មានន័យថាកន្លែងធ្វើ mode អក្សរធ្វើអីចឹងណាតឡើង stroke តឡើង shadow តឡើងអីចឹងទៅអញ្ចឹងនៅក្នុងនេះគឺយើងអាចតឡើងយើងអាចចាក់ពណ៌អក្សរចេញពីរថយន្តនេះមកបន្ទាប់មកយើងបើក stroke វាមួយទៀតយើងអាចតឡើង stroke ឲ្យធំហើយជាទូទៅខ្ញុំប្រើកន្លែងនេះខ្ញុំប្រើ center ខ្ញុំប្រើ stroke ហ្នឹង center ហើយឥឡូវខ្ញុំឧទាហរណ៍ខ្ញុំតឡើងឲ្យធំបងប្អូនខ្ញុំឃើញភាគច្រើនគឺនៅកន្លែងនេះបងប្អូនអត់បានចាប់អារម្មណ៍ឯនៅពេលដែលយើងតឡើង stroke មកវាឃើញអាជ្រុងនេះអញ្ចឹងធ្វើម៉េចដើម្បីឲ្យបាត់អាជ្រុងហ្នឹងហើយវាស៊ីទៅនឹង font អក្សររបស់យើង